ในครองสถานที่วิวัฒน์ในสังคมเศรษฐกิจในกลุ่มสนาลาวิทย์ที่ต่อขณะการประชุมคณะกรรมาการกันด้านในเขตซิมริบในថ្ងៃទី21 ខែមិថុនា ឆ្នាំ 2025 នេះអាយុដំហ៊ុនម៉ានីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានបង្ហាញថាសហភាពសហព័ន្ធយុវជនកម្ពុជាឬសសយក ប្រាជ្ញារៀបចំកម្មវិធីសំខាន់ៗបន្តទៀតសម្ដៅបង្កើនក្តីស្រឡាញ់សមានជនការគាំទ្រនិងជួយលើកតម្កើងឲ្យកាន់តែខ្ពស់ថែមទៀតនៅមោទនភាពរបស់យុវជននិងប្រជាជនទូទាំងប្រទេសចំពោះជាមាតុភូមិក្រោមការដឹកនាំរបស់សម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីដើម្បីដឹកនាំនាវាកម្ពុជាឈានទៅសម្រេចចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសមានចំនួនខ្ពស់នៅឆ្នាំ 2050 អាយុដំហ៊ុនម៉ានីក៏បានកោតសរសើរនិងវិតម្លៃខ្ពស់ចំពោះគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងប្រទេសដែលបានយកអស់កម្លាំងកាយចិនបញ្ញាស្មារតីលះបង់ពេលវេលានិងធនធានផ្ទាល់ខ្លួនបំពេញតួនាទីភារកិច្ចយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវនិងមនសិការស្នេហាជាតិខ្ពស់រហូតសម្រេចបាននូវសមិទ្ធផលជាច្រើនគួរជាទីបទនៈស្របតាមទិសដៅនិងផែនការសកម្មភាពដែលបានដាក់ចេញក្នុងផែនការយុទ្ធសាស្ត្រស្តីពីយុវជនក្នុងបុព្វហេតុជាតិមាតុភូមិឆ្នាំ 2023-2028 អាយុដំមានប្រសាសន៍ថាជាមួយនឹងការជ្រុំគាំទ្រពីក្រមមជ្ឈដ្ឋានសសយក បាននឹងកំពុងពង្រឹងនៅទូនីតិនិងការរួមចំណែករបស់ខ្លួនកាន់តែខ្លាំងក្លាថែមទៀតក្នុងការអភិវឌ្ឍសង្គមទន្ទឹមនឹងស្ថានភាពតានតឹងនៃបញ្ហាព្រំដែនយើងនឹងបដិញ្ញាបន្តចូលរួមនិងគាំទ្រយ៉ាងពេញទំហឹងនៅគ្រប់ចំណាត់ការរបស់រាជរដ្ឋាភិបាលនិងស្ថាប័នពាក់ព័ន្ធនិងស្ថានភាពនយោបាយនិងបញ្ហាបូរណភាពទឹកដីជាមួយប្រទេសជិតខាងស្ដាយស្រាប់នាពេលថ្មីៗនេះយើងបានរៀបចំដំណើរថ្មើរជើងដោយបានបង្ហាញពីឆន្ទៈមនសិការស្នេហាជាតិនិងទឹកដីនិងរួមគ្នាជាធ្លុងមួយគាំទ្រដល់រាជរដ្ឋាភិបាលនិងកងកម្លាំងនៅជួរមុខដែលជាការចូលរួមចំណែកក្នុងខឿនការពារជាតិប្រជាជនផងដែរសូមជម្រាបថាសម្រាប់កិច្ចប្រជុំនាពេលនេះដែររៀបចំឡើងក្នុងគោលបំណងតាមដានត្រួតពិនិត្យវឌ្ឍនភាពការងារផែនការយុទ្ធសាស្ត្រនិងកម្មវិធីផ្សេងៗដែលសសយក បានអនុវត្តកន្លងមករួមទាំងកំណត់អាទិភាពលើកទឹកដៅសកម្មភាពបន្តស្វែងរកធាតុចូលបន្ថែមតាមរយៈកិច្ចពិភាក្សានិងបទអន្តរាគមន៍នានាដើម្បីផ្សារភ្ជាប់ផែនការការងារឲ្យស្របតាមការវិវត្តជាក់ស្ដែងរបស់សង្គមកិច្ចប្រជុំនេះប្រព្រឹត្តទៅរយៈពេល 4 ថ្ងៃនៅខេត្តសៀមរាប